ម៉ាថាយចំពោះ16ខ13សូមចាប់ផ្ដើម1 2 3ពួកសិស្សទូលឆ្លើយថាខ្លះថាជាយូហានបាទីសខ្លះទៀតជាថាជាអេលីយ៉ាហើយខ្លះទៀតថាជាយេរេមៀឬហោរ៉ាណាមួយទ្រង់មានបន្ទូលសួរថាចុះឯអ្នករាល់គ្នាវិញតើថាខ្ញុំជាអ្នកណាស៊ីម៉ូនពេត្រុសទូលឆ្លើយថាទ្រង់ជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានប្រជញ្ញរស់រួចព្រះយេស៊ូវមានបន្ទូលតបថាអ្នកស៊ីម៉ូនកូនយូណាសអើយអ្នកមានពរបិទមិនមែនជាសាច់ឈាមដែលបានសម្ដែងឲ្យអ្នកស្គាល់ទេគឺព្រះវរបិតានៃខ្ញុំដែលគង់នៅឋានសួគ៌វិញខ្ញុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុសខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះហើយទ្វារឋានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយខ្ញុំនឹងឲ្យកូនសោនៃនគរឋានសួគ៌ដល់អ្នកបើអ្នកនឹងចងទុកអ្វីនៅផែនដីនោះនឹងត្រូវចងទុកនៅលើស្ថានសួគ៌ដែរហើយបើអ្នកនឹងស្រាយអ្វីនៅផែនដីនោះនឹងត្រូវស្រាយនៅឋានសួគ៌ដែរអេមែននៅក្នុងអត្ថបទនៃព្រះគម្ពីរនេះគឺជាអត្ថបទមួយដែលរំលឹកយើងអំពីរឿងរ៉ាវមួយដែលពួកសិស្សរបស់ព្រះអង្គទាំង12នាក់កំពុងតែនៅជាមួយនឹងព្រះយេស៊ូវពួកគេដើរជាមួយនឹងព្រះអង្គរាល់ថ្ងៃពួកគេនៅជាមួយនឹងព្រះអង្គគេស្ដាប់ព្រះបន្ទូលព្រះអង្គដែលព្រះអង្គមានបន្ទូលទៅកាន់គេផ្ទាល់គេនិយាយជាមួយនឹងព្រះអង្គផ្ទាល់ហើយនៅជាមួយព្រះអង្គក៏ញ៉ាំជាមួយនឹងព្រះអង្គហើយគេបានមើលឃើញព្រះយេស៊ូវព្រះអង្គទ្រង់អធិដ្ឋានបែបយ៉ាងណាហើយសំឡេងព្រះអង្គនៅខាងឯសាច់ឈាមនេះព្រះអង្គមានបន្ទូលមកកាន់ត្រចៀកគេរាល់ថ្ងៃនៅកំឡុងពេលដែលពួកសិស្សនៅជាមួយនឹងព្រះយេស៊ូវនៅក្នុងបទព្រះគម្ពីរនេះនៅពេលដែលព្រះអង្គបានយាងទៅដល់កន្លែងមួយដែលមានឈ្មោះថាសេសារ៉ាភីលីបពេលនោះព្រះអង្គទ្រង់មានព្រះទ័យចង់សួរទៅដល់ពួកសិស្សរបស់ព្រះអង្គបើយើងគិតអំពីចំណុចរបស់ផងយើងនៅថ្ងៃនេះហើយជាព្រះអង្គទ្រង់ចង់សួរទៅដល់លោកអ្នកបងប្អូនថាតើអ្នករាល់គ្នានេះឬគិតថាអ្នកមនុស្សទាំងអស់ដែលនៅលើផែនដីនេះដែលគេដឹងឮអំពីព្រះយេស៊ូវតើគេគិតថាព្រះយេស៊ូវជានរណាយើងឃើញថានៅក្នុងចម្លើយដែលពួកសិស្សបានឆ្លើយគេឆ្លើយចម្លើយច្រើនមែនទែនហើយលឿននៅក្នុងការឆ្លើយយើងឃើញថាពួកសិស្សនោះឆ្លើយថាម៉េចខ្លះថាជាយូហានបាទីសខ្លះទៀតថាជាអេលីយ៉ាហើយខ្លះទៀតថាជាយេរេមៀឬហោរ៉ាណាមួយលោកអ្នកបងប្អូនដឹងថាហេតុអីបានជាពួកសិស្សចាប់ផ្ដើមឆ្លើយចម្លើយទៅចំពោះព្រះយេស៊ូវដោយមិនបានពិចារណាមិនបានគិតអីទេពីព្រោះព្រះអង្គសួរថាតើអ្នករាល់គ្នាដឹងថាអ្នកមនុស្សទាំងអស់ហ្នឹងគេថាព្រះអង្គជានរណានៅពេលដែលយើងពិចារណាថាគេចាប់ផ្ដើមឆ្លើយចម្លើយលឿនមានន័យថាជីវិតរបស់ផងគេរាល់ថ្ងៃគេអត់សូវចាប់អារម្មណ៍អំពីព្រះអង្គទេគេចាប់អារម្មណ៍អំពីមនុស្សខាងក្រៅតោះនេះគេចាប់អារម្មណ៍ពីសំឡេងដែលនៅខាងក្រៅមិនមែនចាប់អារម្មណ៍ជាមួយនឹងព្រះយេស៊ូវទេក៏ប៉ុន្តែចាប់អារម្មណ៍ជាមួយនឹងសំឡេងអ្នកខាងក្រៅជំនឿរបស់ផងអ្នកខាងក្រៅគេគិតអីគេនិយាយអីអញ្ចឹងសិស្សជាច្រើនគឺគិតអំពីជំនឿបែបអ្នកដតីគិតអីចឹងហើយបានជាគេឆ្លើយថាអ្នកខ្លះ
ô cái khác cái ta bảo ông chỉ Johann Baptistអ្នកខ្លះថាព្រះអង្គជាអេលីយ៉ាអ្នកខ្លះថាព្រះអង្គជាយេរេមៀហើយដើម្បីបានជាគេដកជាប់នៅចម្លើយទាំងអស់ដែលអ្នកដតីគិតហ្នឹងនៅក្នុងចិត្តពីព្រោះគេកំពុងតែដើរតាមព្រះអង្គក៏ប៉ុន្តែយើងឃើញថាជំនឿរបស់ផងគេឬក៏ចិត្តរបស់ផងគេគឺគិតអំពីអ្នកដតីតែព្រះអង្គទ្រង់បានសួរសំណួរមួយខ្ញុំជឿថាក្នុងចម្លើយដែលពួកសិស្សឆ្លើយទាំងអម្បានទាំងអស់នោះពេត្រុសមិនទាន់ឆ្លើយនៅឡើយទេប៉ុន្តែមានសិស្សជាច្រើនបានឆ្លើយបែបនោះប៉ុន្តែពេត្រុសនៅសំងំស្ងៀមបន្តិចប៉ុន្តែពេលដែលព្រះយេស៊ូវសួរសំណួរទី2ពេលដែលព្រះយេស៊ូវសួរសំណួរទី2ថាចុះអ្នករាល់គ្នាវិញជឿថាខ្ញុំជានរណាពេលនោះចាប់ផ្ដើមអ្នកណាដែលឆ្លើយលឿនមុនគេហើយគឺជាចម្លើយដែលបង្កប់នៅអត្ថន័យជាច្រើននៅក្នុងនោះគឺជាពេត្រុសចាប់ផ្ដើមលើកដៃដោយក្លាហានដោយភាពជឿជាក់នៅក្នុងជីវិតតខ្លួននៅក្នុងជំនឿតខ្លួនហើយឆ្លើយយ៉ាងដូចម្ដេចគឺឆ្លើយថាព្រះអង្គជាព្រះរាជបុត្រានៃព្រះជាអ្នកណាទៀតនៅក្នុងបទគម្ពីរបានចែងយ៉ាងច្បាស់ថាពេត្រុសនោះឆ្លើយថាម៉េចសូមអានជាមួយគ្នាស៊ីម៉ូនពេត្រុសឆ្លើយថាទ្រង់ជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ឥឡូវសូមថាទាំងអស់គ្នាទ្រង់ជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ស៊ីម៉ូនពេត្រុសចាប់ដើមឆ្លើយចម្លើយមួយដោយជឿជាក់អាមែនលោកអ្នកបងប្អូនតាំងពីជឿព្រះអង្គមកប្រហែលឆ្នាំក៏ដោយប្រហែលខែក៏ដោយកន្លងមកតើយើងបានស្គាល់ព្រះអង្គម្ចាស់ច្បាស់ដូចជាពេត្រុសហើយឬនៅថាព្រះអង្គជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់អាមែនហ៊ានប្រកាសចម្លើយនឹងនៅពេលដែលព្រះអង្គសួរយើងថាយើងស្គាល់ព្រះអង្គម្ចាស់ប៉ុណ្ណាលោកអ្នកបងប្អូនត្រូវតែច្បាស់លាស់នៅក្នុងជំនឿរបស់ផងខ្ញុំខ្លួនឯងថាព្រះអង្គជានរណាអាមែននៅពេលដែលលោកអ្នកបងប្អូនទាំងអស់គ្នាបានឆ្លើយចម្លើយដោយភាពជឿជាក់ដោយច្បាស់លាស់ឥតមន្ទិលឥតសង្ស័យតើលោកអ្នកបងប្អូនដឹងថាជីវិតលោកអ្នកបងប្អូនផ្លាស់ប្រែអីខ្លះទេចឹងហើយបានជាខ្ញុំដាក់ចំណងជើងថាចម្លើយដែលនាំឲ្យជីវិតនឹងផ្លាស់ប្រែអាមែនកាលណាយើងឆ្លើយត្រឹមត្រូវគឺនាំឲ្យយើងផ្លាស់ប្រែពួកសិស្សប្រហែលអ្នកដែលឆ្លើយនៅចម្លើយមុនហ្នឹងធម្មតាពីព្រោះគេឆ្លើយគ្រាន់តែចង់បង្ហាញថាគេចេះគេដឹងគេយល់គេដឹងថាអូមនុស្សទាំងអស់គេជឿអញ្ចឹងប៉ុន្តែព្រះយេស៊ូវអត់មានប្រតិកម្មអ្វីទៅចំពោះសិស្សដែលឆ្លើយសំចម្លើយ1 2 3 4 5 6 7 8 9 100ចម្លើយអត់ទេប៉ុន្តែចម្លើយតែមួយគត់នៅក្នុងសេចក្តីជំនឿនៅក្នុងជីវិតរបស់ផងខ្ញុំគឺជាជំនឿដែលច្បាស់លាស់ភាពជាក់លាក់ឆ្លើយដោយជាក់លាក់អត់មានមន្ទិលអត់មានសង្ស័យទេពេត្រុសចាប់ផ្ដើមឆ្លើយមុនគេទៀតក្លាហានលោកអ្នកបងប្អូននឹកចាំទេនៅពេលដែលនរណាម្នាក់សួរយើងនៅពេលដែលលោកអ្នកបងប្អូនចូលទៅក្នុងសិក្ខាសាលាឬនៅក្នុងអីលោកអ្នកបងប្អូនតែខ្លាចនឹងឆ្លើយចម្លើយតាមពិតការភ័យខ្លាចគឺនាំឲ្យលោកអ្នកបងប្អូនបាត់ឱកាសការភ័យខ្លាចនាំឲ្យយើងទាំងអស់គ្នាបានភាពមិនច្បាស់លាស់មានន័យថាភាពមិនច្បាស់លាស់នៅក្នុងជីវិតតខ្លួននាំឲ្យយើងបាត់បង់ព្រះពររបស់ផងព្រះពួកសិស្សមិនបានពួកសិស្សដទៃទៀតក្នុងចំណោម12នាក់មានតែម្នាក់ដែលមានការឆេះឆួលហើយមានភាពជឿជាក់ហើយធ្វើអីតែនាំមុខគេតែងតែរត់ទៅមុនគេយើងដឹងហើយថាពេត្រុសម្នាក់ហ្នឹងគឺជាម្នាក់ដែលស្វះស្វែងបើសិនតែយើងមើលអំពី background របស់លោកពេត្រុសបន្តិចទៅពេត្រុសជានរណាពេត្រុសគឺជាអ្នកនេសាទត្រីបើសិនតែយើងនិយាយអំពីអ្នកនេសាទត្រី
nơi sớm ai nút Petro mình miên chi một kiếp còn mình cò đây nét đại miên tu nơi trong sớm mót đấy nét đại miên cầm pông phai cả lai cho chừng nừng miền đây than nét đại mà chặt lô để sàn bôi à phải chỉ quát cứ chia nét đại nét miên mà nét đại nơi chuyện nó nông phần này con nghiên chấm ninh mà phong quát tròn tay chia nét này sao quát chắp tay tray thì bố đây sao ấy nơi không ăn tập bát rồi nơi không ai cái xa xem tiết đại cái bàn sắc xa ông pi chỉ vật bao bộ sơn nữa bộ acha bộ parisi bộ nẹt pra cái xua từ bộ sơn nè đặc biệt đại prisu sụt con hái hay cái bàn bị chuột ngồi bộ sơn nâng hai ấy bàn trên này anh an hai prisu nâng chia pre hai chia pre đại miền bờ chun ở cung nữa bộ sơn chơi dặn cho bạn lo ha trong khơi prisu ông luôn lang quỷ hai ông bằng hai ở trong đấng ở khơi và này kia chùm oi bộ sơn nâng thầm ấy cho nẹt điện mua ấy Petro thì lại là Petro và đây cái bây giờ cái xua thà Petro không chi nè này sao ai cái xua tiết tha ta này sao đang chơi xe á cái vi cái bàn chơi an hết cái vi cái bàn ai có cái sai chùm oi cái này background mà phong Petro cứ cái chùm oi chưa vào nấu đại cái mơ nghĩ cái kết thắc cọt năng là ngung hai ấy ban chiêm mà an thật luôn ai những đăng hay score chứ ba thà pri xui chỉ pre hay đôi chỉ mê cái là không crom mùi nhẫn và đây phụ mẹ pra kia mình oi đầm lái ấy là ní luôn này bọc ôn mơ bọc nông chỉ vật luôn này bọc ôn với background trong dạng ná mình sầm khăn amen đèn ná kết ấy đèn ná tha ấy đèn ná đá vô dạng mấy cứ mình sầm khăn nữa thì trong cuộc pre và ông trung hai lúc này bọc ôn một nơi tí ni ngay nè hãy bong số tha ta lâu nè bọc ôn đọc nè chưa thả nhông trên nè amen hãy lấy chơi thằng ngọc nè trung chia pre kri chia pre rich batra này pre đầm miền bắc chôn rùa amen và ông chia pre kri nè nông chỉ vật nhông bắc cá trồng nưa khuôn anh ở score bỏ ông khuôn anh rừng này là tây score mình vô dạng na cùng toàn a kết amen bà lúc này bong ôn chúc bạn lock luôn anh và đây lúc này bong ôn bọc quân lúc này bong ôn côn lúc này bong ôn đừng cho bạn tam lúc này bong ôn này thì pua pre đừng ao pre po ho hìa chùm nưa nó hìa từ đầu này là tây này bắt pol lúc này bong ôn một cái ăn khăn chắp tay nè tí pi nè tí bay to tròn cái này amen thìพวกพระองค์มาจ้าnơi cho một bộ sơ về để nét để nơi kiaพระองค์ maintain คือฉลองจรอนทิพย์อมนาจเจษฎาพระองค์แน่นาcáiดังนองกัมปีเมนใบนี่ไอ้ได้tayแต่nơi cho mộtพระองค์ไปตรองโยฮันbà tayแต่nơi cho một nângพระองค์hai nétดังนู้นanh cứ nom mốc cái amen nom mốc nực nông phiếp chỉ nét đặc nọ bà nè ná để tay tại active tay tại ngọc oi chỉ vận năng anh và nay cũng oi chạy chua khó Petro năng chạy chua khó đây miền cái lạnh là chạy chua khó đây đằng thằng lạnh na để chạy chua khó hết chắp thay đây thay khó đây mình trầm trời tầng oi có bàn tay ở quay để trầm trời dương trời riêng dọc amen lúc đó bom ô này ai lấy những dòng dốt nơi chồng nói sầm khăn đây chỉ vật bọc phong lục bệt rộng lát tập phao để con bàn chơi chồng lai trầm trời trên dòng pi chồng nưa nâng ca chú chuyện bọc phong con nó pi để pi su su tập con tập su tập bộ sơ tập óc mà men tại con mình nè đấy cho nè rồi nè quên thạc trong chuyện này Petro chơi môn kỳ thả trung chỉ phải kích chỉ phải bật ra để press là miền bờ chuẩn ruộng chẳng pe nữa bảo ông miền mình tu từ tiết tha giang mấy bảo ông miền mình tu được nôngព្រះគម្ពីរម៉ាថាយចំពុក16នៅក្នុងខ17ព្រះអង្គមានបន្ទូលថាម៉េចរួចព្រះយេស៊ូវមានបន្ទូលតបថាអ្នកស៊ីម៉ូនកូនយូណាអើយអ្នកមានពរអាមែន
អ្នកមានពរតោះឥឡូវសុំប្រាប់គ្នាថាអ្នកមានពរ Say to each other you are blessed Jesus said to Peter you are blessed you are blessed Amen Amen When we are answer the right answer to Jesus we will bless we change God change our life when we have right answer ដូច្នេះនៅក្នុងព្រះគម្ពីរនេះគឺបញ្ជាក់យ៉ាងច្បាស់លោកអ្នកបងប្អូនពេលដែលយើងឆ្លើយចម្លើយត្រឹមត្រូវព្រះយេស៊ូវព្រះអង្គមានព្រះハរតីរំភើបហើយព្រះអង្គមានបន្ទូលថាម៉េចហាស៊ីម៉ូនកូនយូណាអើយគ្មានអ្នកណាម្នាក់ដែលឆ្លើយដូចអ្នកឯងទេអស្ចារ្យមែនទេអ្នកមានពរហើយអាមែនអ្នកមានពរឥឡូវនេះបើលោកអ្នកបងប្អូនមានសេចក្តីសន្យាអំពីព្រះអង្គថាអ្នកមានពរខ្ញុំមានពរតើលោកអ្នកបងប្អូនរំភើបចិត្តទេសប្បាយចិត្តទេឥឡូវជីវិតពីអ្នកមើលគេមើលងាយជាមនុស្សដែលល្ងងអត់ចេះអក្សរអត់ចេះសរសេរអត់ចេះអានចេះតែរកតែត្រីតែប៉ុណ្ណឹងប៉ុន្តែត្រឡប់មកជាមនុស្សដែលពិសេសដែលព្រះអង្គបំផ្លាស់បំប្រែជីវិត160ដឺក្រេគឺជាមនុស្សដែលមានពរអាមែនមនុស្សមានពរអ្វីឥឡូវយើងឃើញអំពីពរ2យ៉ាងដែលព្រះបានឲ្យទៅដល់ពេលប្រុសពរទី1នោះគឺព្រះអង្គបានមានបន្ទូលថាយ៉ាងដូចនេះត្បិតមិនមែនជាសាច់ឈាមដែលបានសម្ដែងឲ្យអ្នកស្គាល់ទេគឺព្រះវរបិតានៃខ្ញុំដែលគង់នៅឋានសួគ៌វិញខ្ញុំប្រាប់អ្នកថាសូមស្ដាប់ឲ្យច្បាស់ណាប្រាប់អ្នកថានឹងមានន័យថាព្រះអង្គបានប្រាប់មកដល់ខ្ញុំណាមកដល់លោកអ្នកបងប្អូនណាគឺសូមទទួលទាំងអស់គ្នាអាមែនព្រះអង្គមានបន្ទូលថាខ្ញុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុសឥឡូវសូមដាក់ឈ្មោះខ្លួនឯងមើលមានអារម្មណ៍យ៉ាងម៉េចដែរអ្នកឈ្មោះសុខុមអ្នកឈ្មោះវណ្ណយ៉ានអ្នកឈ្មោះស្រីខួយអ្នកឈ្មោះច័ន្ទជឿនអ្នកឈ្មោះស្រីនាងអ្នកឈ្មោះគឹមឡាងគ្រប់គ្នាដាក់ឈ្មោះខ្លួនឯងសាកមើលហេរិតដាក់ឈ្មោះខ្លួនឯងសាកមើលគ្រប់គ្នាដាក់ឈ្មោះវីរៈដាក់ឈ្មោះមើលបងពៅដាក់ឈ្មោះខ្លួនឯងសាកមើលគ្រប់គ្នាដាក់ឈ្មោះមើលតើយើងមានអារម្មណ៍យ៉ាងម៉េចបើខ្ញុំព្រះអង្គមានបន្ទូលមកអញ្ចឹងអ្នកឈ្មោះពេត្រុសខ្ញុំនឹងតាំងអ្នកនៅលើថ្មដែរអាមែនអាយ៉ាព្រះអង្គតាំងលើថ្មដែរមានន័យថាយើងមានគ្រឹះមាំហើយលោកអ្នកបងប្អូនខ្លួនឯងនេះកំពុងតែសាងសង់នៅលើគ្រឹះមាំអញ្ចឹងមានន័យថាយើងអាចសង់អគារដ៏ធំទៅខ្ពស់ទៅទៀតបានកប់ពពកបានពីព្រោះយើងមានគ្រឹះដ៏មាំអត់ស្រុតអត់បាក់អត់រលំទេទោះបីជាជួបព្យុះកំណាចកាយខូខើព្យុះធំយ៉ាងណាក៏ដោយទីហ្វុងឬក៏ទីហ្វុយណាក៏ដោយគឺអត់មានរលំបាក់ទេនៅក្នុងនេះព្រះយេស៊ូវជាគ្រឹះនៃយើងព្រះអង្គជាថ្មដើរដ៏រឹងមាំព្រះអង្គជាបន្ទាយឲ្យយើងជ្រកកោនដូច្នេះឥឡូវនេះព្រះអង្គដាក់ពេត្រុសតាំងនៅលើពួកជំនុំនៅលើថ្មដែរពួកជំនុំមេដីកំពង់ធំព្រះអង្គបានតាំងនៅលើថ្មដែរអាមែនខ្ញុំតែងតែមានការលើកទឹកចិត្តខ្ញុំមិនដឹងទេថាខ្ញុំអាចមានលទ្ធភាពធ្វើធ្វើឆ្កាងខាងមុខនោះដោយមានដុំថ្មធំបែបហ្នឹងខ្ញុំមិនដែលមិនគិតដល់ទេប៉ុន្តែខ្ញុំពេលដែលឃើញថ្មដាធំបែបនោះខ្ញុំតែងតែមានការលើកទឹកចិត្តទោះយ៉ាងណាខ្ញុំមានព្រះជាគ្រឹះជាថ្មដាដ៏មាំរបស់ខ្ញុំអាមែនព្រះបំផ្លាស់បំប្រែលុនសខុមឲ្យត្រឡប់ទៅជាមនុស្សថ្មី160ដឺក្រេអត់មានសល់អីបន្តិចទេលុនសខុមកាលពីជំនាន់សម័យយុវវ័យអត់ចេះនិយាយទេបាទខ្មាស់អៀនគេនិយាយសម្ដីតឡាន់ខ្មាស់គេហើយតែងតែចោទប្រកាន់ខ្លួនឯងថាជាមនុស្សដែលមិនស្អាតកើតមកជាកូនអ្នកក្រតូចចិត្តកំសាកញីនិយាយចំទៅគឺកំសាកអត់ហ៊ាននិយាយចូលក្នុងចំណោមគេគឺអត់ហ៊ានទេប៉ុន្តែមិនដឹងថាយ៉ាងណាចំពោះខ្លួនឯងប៉ុន្តែព្រះវិញបានដឹងយ៉ាងច្បាស់ស្គាល់លុនសខុមនឹងយ៉ាងច្បាស់នៅក្នុង
បញ្ជីរបស់ផងព្រះអង្គហើយចាប់ដើមហៅមកទាញចេញពីវងតកូលដែលអ្នកគោរពប្រណិប័តវិញ្ញាណអាក្រក់តែម្នាក់ឯងគត់នៅក្នុងពូជពងរបស់ផងខ្ញុំឲ្យជឿឲ្យដើរតាមផ្លូវរបស់ផងព្រះហើយចាប់ផ្ដើមផ្លាស់ប្រែជីវិតពីមនុស្សចាស់ទៅអស់ប៉ុន្តែនៅទីនេះខ្ញុំចង់លើកទឹកចិត្តដល់លោកអ្នកបងប្អូនថាតើលោកអ្នកបងប្អូនចាប់ផ្ដើមមើលសម្លឹងមកខ្លួនឯងព្រះអង្គទ្រង់មានព្រះបន្ទូលមកប្រាប់ចំឈ្មោះខ្ញុំថាព្រះអង្គនឹងតាំងពួកជំនុំនៅលើថ្មដែរឥឡូវព្រះអង្គបានឲ្យលោកអ្នកបងប្អូននឹងឲ្យខ្ញុំត្រឡប់ទៅជាអ្នកម្នាក់ដែលនាំនាំព្រះបន្ទូលព្រះអង្គឥឡូវយើងមើលរូបភាពកន្លែងនេះបន្តិចពួកជំនុំព្រះយេស៊ូវបានមានបន្ទូលថាពួកជំនុំអ្នកជឿព្រះអង្គទាំងអស់នៅលើថ្មដានេះអញ្ចឹងពេត្រុសត្រឡប់ទៅជាឈ្មោះដូរឈ្មោះទៅជាថ្មដាពេត្រុសហ្នឹងឬក៏ភាសាមួយទេថាសិឡាឬក៏ថ្មដាពេត្រុសត្រឡប់ទៅជាថ្មដាប៉ុន្តែថ្មដានៃពួកសាវកគឺជាអ្វីគឺជាគោលជំនឿនឹងឯងពួកជំនឿរបស់ផងពួកសាវកគឺជាថ្មដាអញ្ចឹងពួកជំនុំត្រូវជឿទៅលើព្រះយេស៊ូវគ្រីស្ទតាមរយៈគោលជំនឿរបស់ផងពួកសាវកអេមែនពីព្រោះព្រះអង្គបានបដូរជីវិតចាស់ជីវិតពេត្រុសជីវិតអ្នកនេសាទត្រីឲ្យត្រឡប់ទៅជាថ្មដាដ៏រឹងមាំសម្រាប់ឲ្យពួកជំនុំដើរតាមជឿតាមថិតថេរនៅអស់កលជានិច្ចអាមែនជាពរទី1នេះគឺជាពរដែលថិតថេរនៅលើផែនដីនេះរហូតដល់ថ្ងៃអវសានដែលព្រះទ្រង់រំលាយបំផ្លាញផែនដីនេះចោលអានឹងគឺជាពរនៅលើផែនដីនេះមានគេឈ្មោះទេព្រះអង្គបានផ្លាស់ប្ដូរជីវិតពេត្រុសឲ្យចាប់ផ្ដើមមានគេឈ្មោះដ៏ថិតថេរអស់កលជានិច្ចនៅលើផែនដីឥឡូវយើងមើលពីចំនួនមួយទៅចំនួនមួយយើងដែលឃើញមុខពេត្រុសទេយើងអត់ដែលឃើញទេប៉ុន្តែពេលដែលយើងអានព្រះគម្ពីរយើងចាប់ផ្ដើមស្គាល់ពេត្រុសហើយយើងចាប់ផ្ដើមចងចាំនៅក្នុងរូបភាពមួយនៅក្នុងជំនឿរបស់ផងយើងម្នាក់ឃើញគេឈ្មោះនឹងថិតថេរទេថិតថេរព្រះអង្គឲ្យលោកអ្នកបងប្អូនមានគេឈ្មោះថិតថេរដល់កូនចៅយើងចំនួនក្រោយទៀតដែរអាមែនព្រះពរគឺរហូតទៅដល់ប្រមាណចំនួនរហូតតទៅមិនមែន10មិនមែន20មិនមែន100តែរាប់ពាន់ដំណតទៅទៀតអាមែនដូច្នេះហើយព្រះពរនេះគឺថិតថេរខ្លាំងណាស់ដល់ពេលដែលព្រះអង្គសន្យាឲ្យពរឲ្យលោកអ្នកបងប្អូនហើយកម្រដែលព្រះអង្គនឹងដកពរនឹងត្រឡប់មកវិញណាលើកតែលោកអ្នកបងប្អូនចាប់ផ្ដើមមើលងាយព្រះពរនោះលោកអ្នកបងប្អូនហើយជីវិតរបស់ផងយើងគឺសំខាន់នៅចំពោះព្រះអង្គនៅចំពោះគ្នាទៅវិញទៅមកលោកអ្នកបងប្អូនមានព្រះមួយអង្គដែលអស្ចារ្យនៅក្នុងជីវិតនេះគឺជាជីវិតមួយដែលមានតម្លៃខ្លាំងមែនទែនសូមលោកអ្នកបងប្អូនបានមើលទៅក្នុងចំណុចមួយទៀតចម្លើយព្រះពរទី2ដែលដោយសារចម្លើយត្រឹមត្រូវនឹងតើព្រះអង្គឲ្យអ្វីទៅដល់ពេត្រុសខ្ញុំនឹងឲ្យកូនសោនៃឋានសួគ៌នៃនគរឋានសួគ៌ដល់អ្នកអាមែនព្រះពរទី2នេះគឺជាកូនសោនៃនគរឋានសួគ៌តើអីទៅជាកូនសោនៃនគរឋានសួគ៌អូនហើយជឿព្រះអង្គប្រហែលឆ្នាំប្រហែលខែប្រហែលថ្ងៃនោះមិនសំខាន់នោះទេតែដល់ដំណាក់កាលចុងក្រោយលោកអ្នកបងប្អូនមានសោចូលនគរឋានសួគ៌ទេសោនៃនគរឋានសួគ៌ជាអ្វីសោនៃនគរឋានសួគ៌គឺជាសេចក្តីជំនឿអាមែនជំនឿមនុស្សដែលជឿព្រះអង្គច្រើនណាស់ប៉ុន្តែជំនឿដែលមានសោគឺជាជំនឿដែលរស់នៅស្ដាប់បង្គាប់ព្រះអង្គទេអាមែនមនុស្សដែលរស់នៅស្ដាប់បង្គាប់ព្រះអង្គតិចណាអ្នកជឿព្រះក៏ច្រើនដែរអ្នកណាក៏ជឿដែរនៅក្នុងមួយវិហារពេញវិហារក៏ដោយប៉ុន្តែសួរតែក្នុងចំណោមពេញវិហារជាច្រើនអ្នកហ្នឹងតើប្រមាណអ្នកដែលស្ដាប់បង្គាប់តាមព្រះ
รស់នៅតាមព្រះហត្ថីព្រះអង្គរស់ទៅតាមព្រះបន្ទូលព្រះអង្គសោហ្នឹងគឺសំខាន់ណាស់ប្រយ័ត្នតែលោកអ្នកបងប្អូនទាំងអស់គ្នាគិតឲ្យមែនទែនឥឡូវនេះព្រះអង្គផ្ដល់ឯកសិទ្ធិដ៏សំខាន់ព្រះអង្គបានប្រគល់សោឲ្យទៅលោកពេត្រុសអាមែនសោនៃនគរឋានសួគ៌មានន័យថាឲ្យគាត់ជាម្នាក់ដែលអាចនឹងនាំមនុស្សទាំងអស់នៅលើផែនដីហ្នឹងជឿព្រះអង្គតាមរយៈគាត់បានអាមែននឹងជំនឿជាគោលជំនឿចឹងបើយើងជឿដូចជាពេត្រុសជឿថាព្រះយេស៊ូវជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់អាហ្នឹងយើងបានកូនសោហើយយើងមានសោចាក់យើងកាន់សោនៅក្នុងដៃរាល់ថ្ងៃកុំភ្លេចចាក់ចូលប្រទះខ្ញុំជឿថាលោកអ្នកបងប្អូនធ្លាប់ភ្លេចសោដែរមែនទេប្រហែលអ្នកធ្លាប់ភ្លេចសោអីក៏ដោយឲ្យតែភ្លេចអូធ្លាប់ភ្លេចសោច្រើនភ្លេចភ្លេចទូរស័ព្ទអាចសញ្ញោរកបានប៉ុន្តែបើភ្លេចសោសញ្ញោអត់ចេញទេបាទបើចង់ចូលនគរឋានសួគ៌បើសិនជាភ្លេចសោភ្លេចសេចក្តីអត់មានជំនឿច្បាស់លាស់ទេចូលមិនបានដូច្នេះសូមជឿព្រះដូចជាសាវកពេត្រុសអាមែនឥឡូវនេះព្រះអង្គបានសន្យាជាមួយនឹងគាត់ព្រះអង្គបានឲ្យគាត់ធ្វើអីកំពុងតែគាត់រស់នៅលើផែនដីនៅឡើយព្រះអង្គបានបង្រៀនឲ្យគាត់ធ្វើអីគេឥឡូវយើងមើលជាមួយគ្នាបន្តិចព្រះអង្គឲ្យកូនសោនៃនគរឋានសួគ៌ដល់អ្នកឥឡូវទាំងអស់នេះបានកូនសោនៅដឹងខ្លួនឯងច្បាស់ថាមានកូនសោនៅ So I just talk about the key that God blessed to Peter the key in verse 19 in verse 19 chapter 16 Matthew so God blessed him the second blessing to Peter the key of heaven what we talk about the key is talk about faith